ក្បួនសម្រក់គីឡូដោយមិនបង្អត់អាហារខ្លួនឯងចាស្រកគីឡូដោយសុវត្ថិភាពនិងមានសុខភាពល្អគឺផ្ដោតទៅលើការគ្រប់គ្រងរបបអាហារប្រចាំថ្ងៃដោយយើងកាត់បន្ថយអាហារដែលយើងចូលចិត្តមួយចំនួនចេញចាអញ្ចឹងទី1គឺយើងត្រូវញ៉ាំអាហារដដែលប៉ុន្តែមានចានតូចជាងមុនអញ្ចឹងអ្នកទាំងអស់គ្នាដើម្បីបញ្ឆោតខួរក្បាលរបស់យើងឲ្យមានអារម្មណ៍ស្កប់ចាហើយបន្ថែមនៅអាហារដែលមានប្រូតអ៊ីនអាហារដែលមានបន្លែបានច្រើនដើម្បីឲ្យយើងឆ្អែតដដែលប៉ុន្តែយើងបានកាត់បន្ថយកាឡូរីហើយទី2គឺត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ទៅតាមទម្ងន់ដងខ្លួនជាប្រចាំថ្ងៃជាពិសេសគឺញ៉ាំទឹក1កែវមុនញ៉ាំអាហាររាល់ពេលតែម្ដងដើម្បីឲ្យយើងញ៉ាំអាហារបានតិចជាងមុនហើយយើងអត់សូវឃ្លានអីចេះចុកពេកចាអញ្ចឹងអាហារទាំងអស់ហ្នឹងគឺយើងមិនគួរញ៉ាំឲ្យពួក fast food អីហ្នឹងណាចាចំណុចទី3គឺត្រូវដើរជារៀងរាល់ថ្ងៃមួយថ្ងៃ10ទៅ20នាទីហើយនឹងបង្កើនការដើររបស់យើងប្រចាំថ្ងៃផងដែរគឺក្រោយដែលយើងញ៉ាំអាហារហើយឬក៏យើងដើរជារៀងរាល់ពេលល្ងាចក៏បានដែរចំណុចទី4គឺកាត់បន្ថយពពួកស្ករតែម្ដងអាហារដែលមានជាតិស្ករគឺយើងអត់ញ៉ាំទេហើយនឹងពេលដែលយើងញ៉ាំជាតិចុកអីក៏យើងអត់ញ៉ាំដែរចាអញ្ចឹងអនុវត្តមួយសប្តាហ៍ឬក៏2សប្តាហ៍បានលទ្ធផលយ៉ាងណាជួយខមមិនប្រាប់ខ្ញុំផងណាហើយមានបំណងចង់ប្រឹក្សាអាច